muốn nhầm đào đi thế nào hốiเป็ดนั่นกัดเจิง เป็ดนัดกัดเจิง แล้วยมส้มไปเจ๊เป็ดนั่นกัดเจิงโดยเตะแต่เต็งทำยมโดยจะยมจำบ้านนะบางคนเป็ดนัดกัดในปดก็จะเต็งไงอ่ะติดการขายบุญนะเรานี่ขายไงที่ใบขายประมวยกันยาบานปีขายเรานี่ซาเราก็เกรียมตะเบาดาวบานเราเคยดาวบานนั่นนะมาบอกเงบส้มบ้าที่ไหนเป็ดนัดกัดเจิงนะบางคนเป็ดนัดกัดเจิงนะบัตรการจบจัง บ่ជួបខ្ញុំតែ3ថ្ងៃក្រោយក៏កាត់ចឹងដែរមុនពេកណាបានប៉ុណ្ណឹងដែរ អូណែបាទ ម៉ែបធូ អូ អានេះបានប៉ុណ្ណឹងហើយ បាទជំរាបសួរអ្នកមីងជំរាបសួរ មើលសុំមើលទីមើលមិញ តាមើលទៅលោកគ្រូ អីកាទេទៅនោះគាត់ថាពេទ្យណាត់កាត់ជើងហ៎ ចានោះបញ្ញឯកសារប ធូបងប្អូនក្រៀមច្រើនហ៎ គៀមច្រើនណាលោកគ្រូហ្នឹង ឲ្យពីមុនវិញ ពីមុនវាតបាវទីសងតែវាคลายដល់ប៉ុណ្ណឹងទៅ រត់កាន់នេះមក តែពីមុនវាអត់ដល់ប៉ុណ្ណឹង នេះបងប្អូនណាបើបងប្អូនមិនជឿទៀតខ្ញុំមិនដឹងនិយាយមិនទេបាទនេះ មកគ្រាមកហើយណា ជឿល្បី សាកតូភាសាទៅបាត់ជឿថាក៏រៀនស្រួល អូមិញកើតទឹកនោមផ្អែម ចាទាំងនំផ្អែមផងលើឈាមផង ទាំងនោះផ្អែម ច្រើនណាស់ បាទហើយជាស្គាល់ធម្មតា ពេទ្យរបស់គាត់ សារបស់ខ្ញុំមានមកចប់ ធម្មតាវាជាស្គាល់គាត់ទៅ បាទមិញកាលខលទៅទិញខ្ញុំដូចខែមុនណា ខ្ញុំមើលខ្ញុំទិញខ្ញុំផឹកហ្នឹងអាដបងខ្ញុំផឹកអានេះកន្លះខែ បាទ តោះសាឃើញខ្ញុំផឹកអានេះមួយខែឥឡូវខ្ញុំយកអានេះមកកំប៉ុងទៀតនេះ និយាយទៅ2ខែហើយ ចាចូល2ខែ បាទខ្ញុំប2ខែហើយ យកគាត់និយាយគាត់ហូបទៅគាត់ហងខ្លួនគាត់ហ្នឹងក៏បាត់ចុកចាប់គាត់ធូ បាទ ធូច្រើននិយាយថាធូច្រើនហូបទៅ ឥឡូវនេះខ្ញុំសូមបញ្ជាក់បងប្អូនណាខ្ញុំបញ្ជាក់នេះការពិតមិនខកអីណាបាទជាការពិតសុទ្ធសាធថ្ងៃនេះថ្ងៃទី3ខែ6ឆ្នាំ2026 បាទ មិញឈ្មោះអីមិញ ទៅទូច ពូ ខ្ញុំសុំសង បាទបងនិងបងប្រុសនិងបងស្រីហៅបងចាស់បាទបងប្រុសបងស្រីគាត់នៅភូមិ ភូមិបៃឈ្មោះ ខ្ញុំទៅឈ្មោះ ព្រំព្រៃឈ្មោះ ឃុំប្រេស ព្រំព្រៃស សុខពូរៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ខេត្តព្រៃវែងបានឲ្យជាប់ព្រំប្រទល់ខេត្តកណ្ដាល ចា បាទអញ្ចឹងបងប្អូនចង់មករកគាត់មករកទៅទីនេះគ្មានការបោកប្រាស់គ្មានការខកទេបាទ ចា បាទនេះសួរមក មកយាយបាទជំរាបសួរ បាទទៅជាម្ដាយគាត់ដែរបាទអ៊ំ ម្ដាយខ្ញុំបកាយ បាទអញ្ចឹងមើលជើងគាត់ណាការពេទ្យណាត់កាត់ជើងហ្នឹងថ្ងៃណា ណាត់កាត់ជើងហ្នឹងដូចជាខែ គាត់រកការ មើលឥឡូវខែហ្នឹងខែ ខែ6ណាត់ខែ5ហ៎ដើមខែ5ហ៎ អត់ទេ ខែ4ហ៎ កាត់ខែ4នេះខែ3 អូ ទេមែនទេខែ4ហ្នឹងហើយខែ4ហ្នឹងហើយឆ្នាំណា បាទ ចាំមុនចូលឆ្នាំខ្មែរ នេះបងប្អូនមើលមកថតម្ដងទៀត អីស្គួយមុន នេះរីស្ទុយដំបងបាទនេះមើលខាងនេះថតមកខាងនេះបង ឆ្នាំហ្នឹងខ្ញុំធូរ នេះគាត់ថាធូរដល់50%ខ្ញុំ50%ទេណាតែនេះជើងខ្ញុំកាត់ពឹសភ្លើងមុនមក ពឹសភ្លើងទៀត ចាផឹកឆ្នាំហ្នឹងទៅស្រកតែខ្ញុំ ស្រកដែរ ចាខ្ញុំស្រកតែប៉ុណ្ណឹងតាដល់ខ្ញុំដើរថ្ងៃនេះទៅពេទ្យ មុន មុនខ្ញុំដើរអត់នេះទេដើររួចប៉ុន្តែ ពេទ្យណាត់កាត់ជើង ពេទ្យណាត់កាត់ជើង ឥឡូវខ្ញុំសូមបញ្ជាក់ពេទ្យណាត់កាត់ជើងដូចទេតែទិញថ្នាំខ្ញុំដូច បងទូដំបង បើហ្នឹងហើយសាក់កំប៉ុងទូចដូចប្រហែលថ្ងៃក្រោយកាត់ជើងប្រាប់ខ្ញុំហ៎ បាទ ដូចពេទ្យណាត់កាត់ថ្ងៃពុតដែរ គាត់ណាត់ខ្ញុំកាត់ដល់ពេលអញ្ចឹងខ្ញុំអត់ហ៊ានកាត់គឺខ្ញុំដែរអស់ទៅខ្ញុំឃើញហ្នឹងចា ខ្ញុំចាំបានណាបងប្អូន ចាយទៅខ្ញុំថា ពេទ្យណាត់កាត់ថ្ងៃពុត សាក់មើលចា គាត់ទៅទិញថ្ងៃអាទិត្យកាលខែ4ណាឥឡូវនេះខែថ្ងៃទី3ខែ6គាត់ញ៉ាំបាន2ខែ 2ខែ អញ្ចឹងខ្ញុំក៏បានប្រាប់គាត់ថាបងពជាពេទ្យមួយអាទិត្យទៅ2អាទិត្យសិនមើលបាទបងសាក់ញ៉ាំសិនមើលកាត់ជើងណាបងតែកាត់ឲ្យស្ដាយក្រោយមួយជីវិតណាបងណាត់ពេទ្យណាត់កាត់ថ្ងៃពុតហ្នឹងសុំពជាមួយអាទិត្យទៅ2អាទិត្យសិនមើលសាក់សិនមើលឥឡូវនេះសាក់ដល់គាត់ក្រៀមទៅបៅដើរបានឥឡូវឃើញដើរបានណាមើលបងងើបសុំដើរទីไหนពេទ្យណាត់កាត់ជើងណាបងប្អូនពេទ្យណាត់កាត់ជើងណា បាត់ការចុកចាប់ បើអត់ជួបខ្ញុំតែ3ថ្ងៃក្រោយក៏កាត់ជើងហើយ មុនពេកណាបានប៉ុណ្ណឹងដែរ អូណែបាទ ម៉ែបធូបងចេញគួយវិញ គាត់វាស្រួលអត់អល់កូធូតែមែនធូច្រើន អីម៉ាគាត់ពិបាកពីមុនឃើញគាត់ពិបាកខ្លាំងហ៎ ចាពិបាកបាទ គឺចាពិបាកដូចថាដេកគុំបានអីក៏អីយំជាង គាត់ឲ្យលួយអាលេះហ្មងជើងគាត់ហ៎ ចាលោកអាលេះចាប់ ឆ្នាំហ្នឹងខ្ញុំចាប់ ចា អូ បាក់យាយត្រូវជួយមើលគាត់ ខ្ញុំម្ដាយចាខ្ញុំម្ដាយ លេខនេះ ម្ដាយមីង ម្ដាយមីង ម
ได้มีกน โอ้บองสู้ตรังบองมีอารมณ์ไม่ได้ไปบ้านมาดอไงนี่ មានអារម្មណ៍សប្បាយចិត្តដូចថាវីដេអូក្នុងខ្លួនដូចថាបានធូរបានស្រួលចឹងខ្ញុំសប្បាយ រំភើបឯងបង មុនភើបមុនខ្ញុំភ័យនេះគឺលឺ ស្បត់អត់មានកុហកឯណា ខ្ញុំហ៊ានស្បត់ទេព្រោះអីលោកគ្រូណាត់ខ្ញុំទៅកាត់ជើងខ្ញុំភ័យដៃយំណាចាខ្ញុំដៃយំឡើងស្រកឡោ អូ ខ្ញុំអត់ព្រមកាត់ទេខ្ញុំដាច់ចិត្តកាត់ទេ ដែលឃើញវីដេអូ មកជើងវែង ពូ ខ្ញុំ មួយនៅកំពង់ចាមខ្ញុំថតដំបងដាច់មេជើង ខ្ញុំឃើញតាខ្ញុំឃើញ កា ពូ ត់ជើ នោះ ងដូចគ្នា ខ្ញុំឃើញពូនោះបានខ្ញុំនេះហ្នឹងបានខ្ញុំផឹកហ្នឹង បាទឥឡូវបងប្អូនខ្ញុំសូមបញ្ជាក់ ឃើញជើងពូនោះតា ឆ្នាំដើមសម្បោចយើងមិនមែនជាត្រឹមតែមហារិទ្ធទេទឹកនោមផ្អែមអាលេះអាលួយជើងដល់កម្រិតកាត់ជើង ចុះ ទៅជាណាមិនតាន់ជា 100% ក៏ពិតមែនប៉ុន្តែធ្វើឲ្យគាត់រួចផុតពីការកាត់ជើងរយៈពេល2ខែ នេះអាចតាខ្ញុំ អញ្ចឹង2ខែ3ខែទៀតខ្ញុំនឹងមកលេងចែម្ដងទៀត ចា បាទអាចខែក្រោយម្ដង2ខែក្រោយម្ដងបងប្អូនចាំតាមដានមួយខ្ញុំបន្តទៀតខ្ញុំសូមបញ្ជាក់បងប្អូនយើងគ្មានការបោកប្រាស់ណាអញ្ចឹង ខ្ញុំប៉ិតមែន បងប្អូនដែលមិនតាន់ញ៉ាំ អត់ស្រួល ខ្ញុំសូមបញ្ជាក់ បត់ជើង បងប្អូនអាចទៅពិនិត្យនៅពេទ្យសុខភាពខ្លួនឯងហើយញ៉ាំរបស់ខ្ញុំមកមួយកំប៉ុងពីរកំប៉ុងហើយចាំទៅពិនិត្យសុខភាពម្ដងទៀតតើវានឹងប្រែប្រួលយ៉ាងម៉េចអានេះខ្ញុំនិយាយថាអ្នកដែលមិនតាន់បានដល់ថ្នាក់ទរណរាដេកតេលធ្ងន់ធ្ងរខ្លាំងណាបើនៅត្រឹមសុខភាពធម្មតាបងប្អូនមុននឹងញ៉ាំថ្នាំខ្ញុំពិនិត្យសុខភាពសិនខ្ញុំមិនឲ្យបងប្អូនចោលពេទ្យទេញ៉ាំថ្នាំខ្ញុំហើយមួយខែពីរខែបងប្អូនទៅពិនិត្យម្ដងទៀតមើលត្រង់នោមមើលថ្លើមមើលស្គរមើលគ្រាប់ឈាមមើលអីគ្រប់អាយ៉ាងតើឃើញប្លែកយ៉ាងម៉េចតែបងមិនបាច់ពិនិត្យពេទ្យក៏ដឹងថាវាប្រែប្រួលបាត់ហើយបាទតែបងមានតែពិនិត្យពេទ្យចុងក្រោយម្ដងទៀតទេ តន់នេះលោកគ្រូណា តោះនេះទៅប្រែប្រួលខ្លាំងណាស់បងសូមមើលឯកសារតិចណាម៉ែវត្ថុបងប្អូនមិនមែន បាទ ជា មិន ការ គួរ លេង ជឿទេបាទ បងមានអឯរក្នុង ចាអូ ក្នុងទឹកអខ្លាំងណាស់ ខ្លាំងហើយបាទ អូច្រើនគ្រូឲ្យមានសប្បាយចិត្តសប្បាយចិត្តកូនក៏មានសប្បាយចិត្តដែរ 3ថ្ងៃហ៎ខុសនេះតែ3ថ្ងៃទេណា ចាគេណាត់ខ្ញុំកាត់ឲ្យខ្ញុំទៅបាឆ្នាំនេះក៏ទូមិនទេមីងកាត់អត់លោកគ្រូខ្ញុំអត់ចិត្តអត់ដាច់ទេខ្ញុំអត់កាត់ទេខ្ញុំសុកចិត្តងាប់ទៅទាំងជើងវែងតែគ្រូអញ្ចឹង ជុំម៉ាយសុកចិត្តស្លាប់មិនកាត់ជើង កាត់ទេគាត់មិនកាត់ចិត្តមកស្រោសាប់ ហើយមានរូបថតទុកទេបងការលួយខ្លាំង មិនបានថតទេលោកគ្រូជំនាន់នោះហ៎ ឥឡូវតែពិបាក អេ ចិត្ត កាលណាខ្ញុំឲ្យថត ពេកអូពេក ខ្ញុំទេមកថតទុកទៅចែទៅរៀនថត មិនបានថតដល់ក្រោយនឹងនេះអាគេឲ្យខ្ញុំទៅកាត់ជើងនេះ ខ្ញុំមានថតរូបកាត់ជើងហ៎មានថតទុកហ៎ អត់ផង ខ្ញុំមិនខ្លាចតែញើតអត់កាត់ អូខ្ញុំគាត់ណាគ្រូប្រាប់មកប្តីខ្ញុំមើលទៅក្រោមគាត់ណាលោកគ្រូប្រាប់ថាមីងទៅកាត់ជើងថ្ងៃនេះថ្ងៃ បាទនេះឯកសារពេទ្យគាត់ច្រើនណាខ្ញុំអត់បាននិយាយបាទពេទ្យកំពិតពេទ្យល្អទេពេទ្យតែមិនគាត់ពេទ្យយើងសិតតែឆ្លោះសិតតែល្អបាទអញ្ចឹង អានេះគេស្កេនផងអាំរ៉ាយផងនេះ បាទនេះគ្រាន់តែជាឯកសាររបស់គាត់ទេគាត់តែចង់បញ្ជាក់ជាក់ស្ដែងជើងបងប្អូនបានមើលឃើញហើយជើងគាត់ពិតប្រកបពិតជាអាលេះអាលួយយ៉ាងមែនខ្ញុំចាំបានខ្ញុំចង់មកមើលគាត់ជាក់ស្ដែងខ្ញុំចាំបានគាត់ដូចស៊ីគេហៅដល់ថ្លើមជើង ហ្នឹងចំថ្លើមជើងហ្នឹងគ្រូ បាទនេះបងប្អូនឃើញទេ ចំថ្លើមជើងហ្នឹង ពេលចង់កាត់ត្រឹមណាពេលតែកាត់ត្រឹមណា គេកាត់ទ្វារហ្នឹងលោកនេះ នេះ កាត់ទ្វារ បងប្អូនអាចពិនិត្យមើលនេះរូបភាពជើងគាត់ នេះ បាទ មើលស្ញាញដំបង ខ្ញុំដកឲ្យទាំង អត់មើលអាខាងក្រោមអត់មានខាងក្រោមទេ អូយ អត់អីអានេះទៅគ្រើមខ្លាំងមែន ចា គ្រើមខ្លាំងមែននេះ អូអាហ្នឹងលោកគ្រូអើយខ្ញុំនិយាយទៅចាខ្ញុំមិនទាន់ផឹកឆ្នាំលោកគ្រូហ្នឹង ក្នុងគ្រឿងខ្ញុំ ជើងខ្ញុំហ្នឹង ក្នុងគ្រឿង ពើង បាទ ពើងលើខ្នងជើងនោះពើងប៉ុនដល់ដូច ប៉ុនកូនឯងនេះឃើញស្លាកនេះគាត់ណា បាទ ស្លាកខ្មែរហ្នឹងសាខ្ញុំផឹកទៅស្វាត់អស់វិញ ទៅរៀបអស់លីងហ្មង ចាស្វាត់ហ្នឹងអស់លេងតែពើងពេញមកខ្នងជើងហ្នឹងខ្ញុំថាអូ បងប្អូនមិនមែនលេងសិលទេណាបងប្អូន នៅពេលហើយ មិនមែនលេងសិលទេណា ត្រៀមទៅវិញតា មិនមែនលេងសៀកទេណា ឥឡូវវានៅចេញសម្លាក់ខ្មៅនេះ តិចបងប្អូនថាបោកប្រាស់ទៀតខ្ញុំមិនដឹងថាម៉េចទេនេះឈ្មោះចែឈ្មោះបើស្រីទូចណា ចា ឈ្មោះបើស្រីទូចនេះភូមិស្រុកគាត់ខុំព្រៃសស្រុកពោរៀងខេត្តព្រៃវែង ចា បាទព្រៃតាសូ រេតាស ព្រៃតាសបាទខុំព្រៃតាសស្រុកពោរៀងខេត្តព្រៃវែង ចា បងប្អូនមិនជឿមកដល់ផ្ទះគាត់ផ្ទាល់ណាប៉ុន្តែខ្ញុំមិនដែលប្រកាសលេខទូរស័ព្ទបាទអតិជនទេដោយសារតែខ្លាចអ្នកខលមករំខានច្រើនប៉ះពាល់ដល់ឯកជនភាពរបស់អ្នកជំងឺ ចា អ្នកជំងឺមាន10 20 30នាក់100នាក់យើងវល់ប្រកាសលេខគាត់រហូតតើគាត់មានពេលណារស់ស៊ីបើយើងផុសទៅជួប
តិជននឹងរាប់សែនអ្នកដែលមើលវីដេអូយើងអញ្ចឹងយើង ចង់នេះសួរខ្ញុំមកលេខទូរស័ព្ទខ្ញុំ បងហ៊ានប្រកាសខ្លះគេខលមកឯង តែសួរខ្ញុំត្រូវការជាវឆ្នាំតាមតែមកក៏ហូបអីតាក់ទងនឹងខ្ញុំមក ខ្ញុំបាននឹងនេះទេបាន យ៉ាគេខលមកធុញអីហ៎ បងទៀតមីខ្ញុំក៏សាក់មក បាទឥឡូវគាត់ចែកលេខការធ្វើប៉ុនណា បាទការតាក់ទងទៅជាវ មកបងលេខប៉ុន្មាន តែមិញ 088 ហ្នឹង088មិញហ្នឹង មកបងហៅ 088 83 72 122លេខខ្ញុំមកប្រើហ្នឹងបើធម្មតាត្រូវការពើឆ្នាំតាមសម័យក្រោមហ្នឹងតាក់ទងមកខ្ញុំ សុំម្ដងទៀតបង លេខទូរស័ព្ទខ្ញុំ088 បាទ 83 72 122 បាទអញ្ចឹងបងប្អូនគាត់បានប្រកាសហើយណាអញ្ចឹងបងប្អូនមិនជឿខលមកគាត់